បាទសួស្តីអ្នកនរគ្នាអញ្ចឹងយើងចូលដល់លំហាត់ទី4បាទនៅក្នុងមេរៀនទី22ហើយលំហាត់ទី4នេះគឺបាទគេធ្វើសម្ភាសសិស្សចំនួន30នាក់ក្នុងថ្នាក់រៀនមួយពីចំណូលចិត្តផ្លែឈើហើយទទួលបានលទ្ធផលដូចក្នុងតារាងខាងក្រោមបាទតារាងនេះគេមានឈ្មោះផ្លែឈើហើយចំនួនសិស្សអញ្ចឹងផ្លែក្រូចសិស្សចូលចិត្ត8នាក់ផ្លែចេកចូលចិត្ត6នាក់ផ្លែស្វាយចូលចិត្ត12នាក់អានឹងផ្លែមៀនចូលចិត្ត4នាក់អញ្ចឹងណាទេបន្តមកចំណុចកគេឲ្យយើងតាំងទិន្នន័យជាក្រាបផ្លិតបាទយកនេះយកទិន្នន័យនេះទៅតាំងជាក្រាបផ្លិតហើយចំណុចខតាំងទិន្នន័យជាក្រាបសសរបាទឲ្យតាំងជាក្រាបផ្លិតហើយនឹងក្រាបសសរអូខេដាក់ចម្លើយបន្តមកក៏តាំងទិន្នន័យជាក្រាបផ្លិតបាទសូមតែយើងអាចតាំងបានហើយនៅប៉ុណ្នេះអញ្ចឹងយើងមុននឹងតាំងបានយើងត្រូវរកចំនួនដឺក្រេតាមបាទប្រភេទផ្លែឈើនីមួយៗសិនណាអញ្ចឹងចំនួនសិស្សសរុបបាទយើងបូកសិស្សសរុបសិនមកគឺ8បូក6បូក6បូក12បូក4ស្មើ30នាក់បាទអញ្ចឹងសិស្សដែលចូលចិត្តផ្លែក្រូចនេះចូលចិត្តផ្លែក្រូច8នាក់អញ្ចឹងណាបាទអញ្ចឹងដើម្បីរកដឺក្រេធ្វើម៉េចបាទគឺយើងយក8ចែក30បាទមានតែចែកឲ្យសិស្សសរុបបន្តមកទៅគុណនឹង360ដឺក្រេទៅបាទអញ្ចឹងយើងនឹងឃើញ96ដឺក្រេបាទឥឡូវយើងរកឃើញមួយបន្តមកទៀតយើងនិយាយពីសិស្សដែលចូលចិត្តផ្លែចេកបាទទី2សិស្សផ្លែចេក6នាក់ណាអញ្ចឹង6ចែក30គុណនឹង360ហើយស្មើនឹង72ដឺក្រេចូលសិស្សដែលចូលចិត្តស្វាយ12នាក់អញ្ចឹងយើងបាន12ចែក30គុណនឹង360ស្មើនឹង144បាទហើយសិស្សដែលចូលចិត្តមៀនគឺ4នាក់អញ្ចឹង4ចែក30គុណ360ស្មើនឹង48ដឺក្រេអូខេឥឡូវនេះយើងអាចតាំងនៅក្នុងក្រាបផ្លិតបានហើយយើងឥឡូវយើងគេបានទិន្នន័យក្រាបផ្លិតគឺនេះយើងសង់ក្រាបផ្លិតមួយបែបនេះមកបន្តមកយើងបាទយើងគូសបាទបន្ទាត់មួយសិនបន្តទៀតយើងចាប់ដើមវាស់មុំវាបាទនេះចូលចិត្តផ្លែក្រូចគឺ96អញ្ចឹងយើងវាស់មកនេះបើសិនប៉ុណ្នេះមុំកែងនេះបើសិននេះយើងដាក់មកនេះមកមុំកែងអញ្ចឹងមុំកែង90ដឺក្រេតែនេះ96អញ្ចឹងវាលើសកែងបន្តិចបាទអញ្ចឹងវាបានប៉ុណ្នេះលើសបន្តិចណាបាទអញ្ចឹងយើងបានផ្លែក្រូច96ដឺក្រេបន្តមកនេះផ្លែចេក72ដឺក្រេបាទ72ដឺក្រេបានប៉ុណ្នេះបាទចេក72ដឺក្រេហើយផ្លែស្វាយគឺ100បាទ144បាទអញ្ចឹងយើងបាននេះអាធំនេះ144ដឺក្រេហើយបន្តមកទៀតផ្លែមៀនអញ្ចឹងផ្លែមៀនតិចជាងគេ48ដឺក្រេនេះអាតូចនេះបានប៉ុណ្នេះណាបាទអញ្ចឹងអរគុណច្រើនយើងលំហាត់កមានប៉ុណ្ណឹងហើយចូលខបន្តទៀតខគឺយើងតាំងទិន្នន័យជាក្រាបសសរបាទយើងមានទិន្នន័យហើយបាទនេះទិន្នន័យនេះបាទយើងយកទិន្នន័យធ្វើក្រាបសសរមកអញ្ចឹងយើងបានបែបនេះមកយើងដាក់គូសញ្ញាព្រួយឡើងលើមួយហើយនឹងសញ្ញាព្រួយទៅបាទទៅស្ដាំមួយបន្តមកទៀតយើងដាក់សញ្ញាឈុតបែបនេះដើម្បីដឹងថាមកក្រិតវាស្មើណាអញ្ចឹងណាអញ្ចឹងសញ្ញាព្រួយឡើងលើនេះគឺយើងតាំងឲ្យចំនួនសិស្សហើយមកនេះយើងដាក់ថាឈ្មោះផ្លែឈើបាទអញ្ចឹងយើងមានផ្លែឈើយើងមានក្រូចចេកស្វាយហើយនឹងមៀនហើយចំណែកឡើងលើនេះយើងមានកម្ពស់មកក្រិតមកកំនោះនេះគឺយើងរឹបថា2បាទ4 6 8អញ្ចឹងទៅណាបាទ10 12ហើយកម្ពស់បំផុតយើងអស់ត្រឹម14ព្រោះចំនួនសិស្សកន្លែងនេះអត់ដល់ហ្នឹងទេអូខេអញ្ចឹងយើងមើលក្រូចប្រហែលអ្នកបាទក្រូច8អ្នកអញ្ចឹងយើងរាប់មើល8នេះស្មើនេះអញ្ចឹងយើងតាំងវាប៉ុណ្នេះមកបាទអញ្ចឹងសុំតាំងឲ្យធំតិចដោយសារប្រឡោះវារៀងធំដែរអញ្ចឹងដាក់ធំតិចមកអញ្ចឹងក្រូច8អ្នកអញ្ចឹងមកចំនួនសិស្សណាដែលចូលចិត្តផ្លែក្រូចហើយចូលចិត្តផ្លែចេកគឺយើងមាន6នាក់បាទអញ្ចឹងផ្លែចេក6នាក់ចំណែកផ្លែស្វាយគឺ12នាក់បាទកម្ពស់នេះបាទ12នាក់ហើយផ្លែមៀនគឺ4នាក់បាទអញ្ចឹងទៀបមួយទេបាទ4នាក់បាទអញ្ចឹងយើងការសង្ក្រាបសសរនេះយើងចេះឲ្យតាំងពីលំហាត់នៅក្នុងមេរៀនមុនណាមេរៀនទី21បាទ21អញ្ចឹងអូខេអញ្ចឹងអរគុណច្រើននៅក្នុងលំហាត់ទី4របស់យើងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅលំហាត់ទី5បន្តទៀតណា